ថ្ងៃនេះនាងខ្ញុំមកសាកល្បងស្លកោជាមួយនឹងផ្លែទុរេនខ្ចីតើវាមានរសជាតិយ៉ាងណាគ្រឿងផ្សំយើងមានទុរេនខ្ចីហើយបន្លែខៀវយើងមានស្លឹកបាសហើយនិងស្លឹកម្រុំចំណែកសាច់វិញយើងមានឆ្អឹងចានីហើយនិង3ជាន់ជាមួយខ្ញុំឆាហើយចាប់ផ្ដើមដាក់គ្រឿងអានេះដាក់អង្ករលីងគ្រឿងហើយឆាហើយចាំមើលវាចេញរសជាតិយ៉ាងណាដែរតើវាឆ្ងាញ់ឬមិនឆ្ងាញ់ចាំមើលសាកមើលបងប្អូនចង់ដឹងមកភ្លក់នៅផ្ទះខ្ញុំកំពុងតែស្លហើយឥឡូវខ្ញុំចាប់ផ្ដើមកំពុងតែងាស់ហើយដាក់បន្លែខៀវឥឡូវនាងខ្ញុំកំពុងតែភ្លក់ឥឡូវឃើញថាយើងភ្លក់ទៅរសជាតិវាឆ្ងាញ់ផុសបងប្អូនឆ្ងាញ់បងប្អូនចង់ដឹងសាកស្លតាមខ្ញុំមើលឆ្ងាញ់រសជាតិគ្មានពីរ